មេឃស្ងាត់ជ្រងំពពកអណ្ដែតយឺតអំដំណើរជាមួយនឹងវចនានុក្រមតូចដែលកំពុងហោះហើរយ៉ាងសប្បាយលើវេហាដូចជារងចាំអ្វីមួយកើតឡើងនៅលើមេឃដែលហាក់ដូចជាធម្មតានេះដំណើរផ្សងព្រេងដ៏អស្ចារ្យមួយកំពុងតែចាប់ផ្ដើមភ្លាមនោះពន្លឺស្រទន់មួយបានភ្លឺចែងចាំងនៅលើអាកាសវាមិនមែនជាពន្លឺភ្លឺចែងចាំងទេប៉ុន្តែវាហាក់ដូចជាខ្សឹបប្រាប់ជាការហៅពីរបស់អ្វីម្យ៉ាងពន្លឺនេះកំពុងតែណែនាំនរណាម្នាក់ដែលមាននិស្ស័យមួយឲ្យហោះចូលពន្លឺរាលដាលយឺតបង្កើតជាមាត់ទ្វារមួយវិជ្ជានុក្រមវេទមន្តក៏បានហោះចូលទៅក្នុងនោះយ៉ាងថ្នមអ្វីដែលលាតត្រដាងនៅចំពោះមុខគឺភពនៃវិមានអាថ៌កំបាំងដ៏ស្មុគស្មាញមួយដែលកើតចេញពីពន្លឺនិងស្រមោលពេលចូលទៅជ្រៅនៅក្នុងនោះចាប់ផ្ដើមមានស្រមោលផ្លាស់ទីដោយស្ងៀមស្ងាត់ពួកវាគ្មានសំឡេងប៉ុន្តែវាអាចធ្វើឲ្យខ្យល់អាកាសអ៊ូអាបគ្រោះថ្នាក់ដែលមិនស្គាល់មួយកំពុងតែខិតចូលមកជិតហើយនៅជ្រុងម្ខាងនៃវិមានអាថ៌កំបាំងនោះស្រាប់តែមានក្មេងដូចជាពពកមួយចេញមកគាត់មើលទៅដូចរៀងស្រពឹកស្រពេកជំហានក៏រៀងស្ទាក់ស្ទើរប្រកាសណាស់គាត់បានវង្វេងភ្លឺអស់រយៈពេលយូរមកហើយកូនពពកនិយាយតិចថានៅទីនេះវាហាក់ដូចជាគ្មានផ្លូវចេញសោះរីឯខាងមុខភ្លឺចែងចាំងមួយបានលេចចេញមកពន្លឺរបស់វាមិនជាខាងទេប៉ុន្តែដូចជាចង្អុលបង្ហាញផ្លូវឲ្យទៅទិសដៅខាងមុខអញ្ចឹងវាហាក់ដូចជាកំពុងប្រាប់ពួកគេថាគុំឈប់អីសូមបន្តដំណើរស្រមោលជុំវិញចាប់ផ្ដើមអណ្ដែតនិងលាតសន្ធឹងវាដើរតាមជញ្ជាំងបង្កើតអារម្មណ៍តានតឹងវិមានអាថ៌កំបាំងមួយនេះគឺកំពុងតែសាក់លបងនឹងភាពក្លាហានរបស់ពួកគេរំពេងនោះពំពករបស់វិជ្ជានុក្រមតូចស្រាប់តែបើកយ៉ាងយឺតពាក្យដំបងក៏បានផុសចេញនៅលើអាកាសនោះគឺភាពក្លាហានវាហាក់ដូចជាផ្ដល់ភាពក្លាហានទៅដល់ពួកគេឲ្យប្រឈមនឹងបញ្ហាមិនខ្វល់កលៈទេសៈណាក៏ដោយវិជ្ជានុក្រមនេះមិនបង្ហាញពាក្យដោយចៃដន្យវាឆ្លើយតបតែអារម្មណ៍ពិតដែលកើតឡើងនៅក្នុងចិត្តបន្ទាប់មកពន្លឺបានមានស្ថិរភាពដោយបំបត្តិភាពងងឹតមួយចំនួនតែទោះបីជាយ៉ាងណាក៏ដោយស្រមោលខ្មៅពុំបានបាត់ទៅវិញទាំងស្រុងវាបានចូលមកជិតពួកគេម្ដងទៀតកាន់តែជិតជាងមុនបញ្ហាប្រឈមទើបតែចាប់ផ្ដើមប៉ុណ្ណោះពន្លឺចាប់ផ្ដើមប្រមូលផ្ដុំគ្នាបង្កើតជាខែវដ៏ទន់ភ្លន់ប៉ុន្តែមិនងាយនឹងរង្គោះរង្គើវាមិនមែនសម្រាប់បាយប្រហារទេតែប្រើសម្រាប់ការពារនៅពេលដែលពួកគេមិនបោះបង់នឹងជ្រើសរើសបន្តទៅមុខទាំងភាពងងឹតមិនទាន់រសាយស្រាប់តែវិជ្ជានុក្រមតូចភ្លឺចែងចាំងមកម្ដងទៀតពាក្យទី2បាំងលេខចិននោះគឺក្តីសង្ឃឹមក្នុងភពដ៏ងងឹតនេះទំនាយពាក្យដែលភ្លឺចែងចាំងចេញពីវិជ្ជានុក្រមគឺមានសារៈសំខាន់ខណៈនោះនៅពីមុខផ្លូវវិមានស្រាប់តែមានផ្លូវបែកជាពីរផ្លូវនីមួយហាក់ដូចជាពេញទៅដោយអាថ៌កំបាំងអ្វីដែលកំពុងរងចាំជំរឿននេះគឺជាមិនផុតពីត្រីជ្រើសរើសកូនពពកក៏ផ្អាកដំណើរបន្តិចនិងសញ្ជឹងគិតគាត់លែងពឹងផ្អែកនៅលើនរណាដទៃទៀតហើយប៉ុន្តែស្ដាប់តាមសំឡេងបេះដូងរបស់គាត់ផ្ទាល់ចុងបញ្ចប់គាត់ធ្វើការជ្រើសរើសបន្តទៅមុខភ្លាមនោះពន្លឺរបស់វិជ្ជានុក្រមតូចស្រាប់តែភ្លឹបភ្លាពាក្យនៅក្នុងវិជ្ជានុក្រមคล้ายទៅជាព្រិលថាមពលក៏បានចុះខ្សោយប្រៀបដូចជាត្រីប្រាអស់វិជ្ជានុក្រមមិនអាចដំណើរការបានប្រសិនបើគ្រាន់តែពឹងផ្អែកនៅលើពន្លឺដោយមិនមានសំឡេងចេញពីចិត្តវាហាក់ដូចជាវិមាននោះកំពុងបង្ខំឲ្យពួកគេប្រឈមនឹងការពិតទាំងដែលការពិតមិនមែនចង់សាក់លបងនឹងការជ្រើសរើសដៅទេគឺជាពាក្យសម្ដីពិតដែលចេញពីចិត្តចុងក្រោយកូនពពកក៏និយាយឡើងថាសូមកុំចាក់ចេញចោលខ្ញុំអីគាត់និយាយទាំងការភ័យខ្លាចទាំងភាពឯកានិងការព្រួយបារម្ភអារម្មណ៍ទាំងអស់នេះបាននិយាយជាលើកដំបូងពេលដែលគាត់និយាយចប់ពន្លឺក៏ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់គាត់ពន្លឺចែងចាំងដ៏ស្រទន់មួយបានចេះចេញយ៉ាងកក់ក្ដៅថាមពលថ្មីកំពុងត្រូវបានដាស់ឲ្យភ្ញាក់សារជាថ្មីវិជ្ជានុក្រមក៏បានវិលត្រឡប់មកវិញចាប់ពីពេលនេះតទៅពួកគេលែងជាអ្នកណែនាំនិងអ្នកដែលត្រូវបានណែនាំទៀតហើយពួកគេដើរទន្ទឹមគ្នាដំណើរកំដរជាមួយគ្នាទៅវិញទៅមកវិមាននេះហាក់ដូចជាស្ងប់ស្ងាត់ទៅវិញជញ្ជាំងនៃផ្លូវវិមានក៏បានរំកិលយឺតលែងរៀងទាំងទៀតហើយប៉ុន្តែបង្កើតជាផ្លូវមួយដូចជាវាបានយល់ពីតម្រូវចិត្តរបស់ពួកគេអញ្ចឹងស្រមោលខ្មៅក៏បានរលាយរូបរាងបន្តិចបន្តួចច្រកទ្វារខាងមុខក៏លេចចេញហើយមិនមែនជាពន្លឺចែងចាំងតែមួយយ៉ាងទេតែជាទិសដៅដែលនាំចេញពីកន្លែងនេះវិជ្ជានុក្រមក៏បានបើកជាលើកចុងក្រោយពាក្យចុងក្រោយលេចចេញមិនមែនកើតចេញពីការភ័យខ្លាចនិងការតស៊ូទេតែចេញពីការយល់ចិត្តនិងការចែករំលែកនៅពេលនេះពន្លឺក៏ចេះចេញយ៉ាងចែងចាំងវិជ្ជានុក្រមតូចបានផ្ដល់ពន្លឺដល់កូនពពក
នៅពេលដែលពន្លឺបានចែករំលែកវាលែងជាកម្មសិទ្ធិរបស់នរណាម្នាក់ទៀតហើយវាคล้ายទៅជាក្តីសង្ឃឹមដោយខ្លួនឯងពន្លឺនៃវិមានអាចកំបាំងនិងស្រមោលចាប់ផ្ដើមរសាយបាត់បន្តិចបន្ទាប់វាបានបញ្ចប់បេសកកិច្ចរបស់វាលែងត្រូវការឲ្យបង្ហាញវត្តមានទៀតហើយវចនានុក្រមតូចក៏ហោះត្រឡប់ទៅលើមេឃមកវិញកូនពពកបានលាទាំងស្ដោកស្ដាយប៉ុន្តែក៏ត្រេករាយនឹងអ្វីដែលបានរៀនពីដំណើរមួយនេះភាពក្លាហានបានបង្រៀនឲ្យគេលែងភ័យខ្លាចនឹងវង្វេងភ្លើទៀតហើយពាក្យពេចន៍មិនត្រឹមតែជាតួអក្សរទេវាអាចបំភ្លឺផ្លូវនិងបណ្ដេញភាពងងឹតចេញនិងនាំចិត្តដែលបាត់បង់ម្ចាស់ការឲ្យត្រឡប់ទៅផ្ទះ